này nếu xung quanh đạp như chụp chụp mùi này kêu một đồng tiết nên không hẹn đi sau này kêu một buồn chả con rõ để gì mình chụp sai chụp mây hay nên còn đấy này kêu mình này muối nên không unit 4 part C nè tại tôi chụp mùi này grammar present perfect vs simple past chả cứ mình đi thay ca pra present perfect chụp mùi nắng simple past chứ cho nên ta ca pra present perfect chụp mùi nắng simple past nhưng pra đi bạch khác xong cô ta khi tam đàn ca bây giờ bọn này cô ta ngó thì chân chỉ đồng bố nó trong video pika pra present perfection á present perfect we use present perfect to describe event or experiences at unspecified time in the past chứ nó không tầm rong present perfect rồi thì sát mai tham bây giờ bạn ca vào đồng bố cứยัง pra ស្នាពីពណ៌នាមពីព្រឹត្តិការណ៍ឬក៏បទពិសោធន៍ដែលបានកើតឡើងនៅក្នុងពេលអតីតកាលដែលមិនបញ្ជាក់ពេលវេលាច្បាស់លាស់ចាឧទាហរណ៍ have you ever eaten in a fancy restaurant តើគេមានសួរអំពីពេលណាគេមិនសួរពីពេលណាទេគេគាត់ចង់ដឹងថាតើយើងទៅពេលណាឬក៏ទៅជាមួយអ្នកណាដែរអត់ចង់ដឹងទាំងអស់ហ្នឹងគេគាត់នឹងសួរថាអ្នកធ្លាប់ឬមិនធ្លាប់ចាអញ្ចឹងនៅពេលយើងឆ្លើយ yes I've eaten in a few I've eaten in a few expensive restaurant ថាខ្ញុំធ្លាប់ហើយខ្ញុំក៏ធ្លាប់បានទៅញ៉ាំនៅភោជនីយដ្ឋានខ្លាំងៗពី3កន្លែងដែរចាហ្នឹងគឺជាឧទាហរណ៍នៅក្នុង present perfect ឥឡូវយើងទៅដល់ការប្រើប្រាស់ simple past វិញម្ដងអញ្ចឹងការប្រើប្រាស់ simple past use the simple past to describe event or experiences that happen at a specific time in the past អញ្ចឹងតើតើជាមួយនឹង simple past ក៏ដូចគ្នាគឺនិយាយពីព្រឹត្តិការណ៍ឬក៏បទពិសោធន៍ដែលបានកើតឡើងនៅក្នុងអតីតកាលប៉ុន្តែនៅក្នុង simple past គេមានបញ្ជាក់ពី specific time ថាពេលវេលាជាក់លាក់ពេលវេលាច្បាស់លាស់ចាយើងមើលឧទាហរណ៍ជាមួយគ្នាចាឧទាហរណ៍ have you ever tried frog leg ចាចុះប្រយោគនេះគឺសំណួរតើតើមកនឹង present perfect ចឹងនៅពេលដែលយើងឆ្លើយយ៉ាងម៉េចហើយតើវាមានជាប់ជាមួយនឹង simple past យ៉ាងម៉េចគឺយើងមើល no I haven't but my brother tried them one a few months ago តើប្រយោគទី2នឹងតើគេប្រើទម្រង់ simple past ឬក៏ present perfect ចាគឺគេប្រើទម្រង់ simple past ដោយសារអីគេមានបញ្ជាក់អំពី a few months ago ជា time expression ណាចាំនិយាយថាមាន specific time នៅក្នុងហ្នឹងចឹងយើងប្រើ simple past ជាមួយនៅក្នុងការឆ្លើយតបជាមួយនឹងសំណួរ present perfect ចូលទៅដល់សំណួរបន្តតទៅជាមួយនឹង clear នេះគេសួរបន្តទៀតថា did he like them តើគាត់ចូលចិត្តអាហារនឹងអត់អញ្ចឹងយើងឆ្លើយថា I don't think so he got sick later that night ចឹងនៅគេសួរត្រឡប់ទៅវិញពី simple past ណាចឹងនៅពេលដែលយើងឆ្លើយគឺយើងឆ្លើយជាទម្រង់ simple past ដែរ he got sick later that night គឺថាគាត់បានឈឺបន្ទាប់ពីគាត់ញ៉ាំអាហារនោះនៅពេលយប់នោះចាកាលពីយប់នោះចាអញ្ចឹងនេះគឺជាការប្រើប្រាស់ simple past ជាមួយនឹង present perfect ឥឡូវយើងទៅដល់ការដែលយើងធ្វើលំហាត់ជាមួយគ្នាដើម្បីឲ្យកូនកម្មវិធីច្បាស់ពីការប្រើប្រាស់ simple present ជាមួយនឹងsimple past ជាមួយនឹង present perfect អញ្ចឹងទីឲ្យកូនអ្នកគ្នាមើលប្រយោគឲ្យបានមួយហើយត្រូវគិតពីពេលវេលាឬពេលវេលាបញ្ជាក់ឬក៏ clear ណាដែលអត់មានអញ្ចឹងយើងត្រូវដឹងកន្លែងហ្នឹងដែរចាអញ្ចឹងយើងមកឧទាហរណ៍ទាំងអស់គ្នាណាហើយក៏មានជាការសន្ទនារវាង student A and B ពីសន្ទនាការសន្ទនាណាការសន្ទនាទី1 A កន្លែងនេះចុចណាចុចហើយ you ever ហើយគេមានពាក្យនៅក្នុងកញ្ចក់ចាពាក្យទាំងអស់នេះអត់តាក់ទងទេណាចាគេមានពាក្យនៅក្នុងកញ្ចក់ឲ្យយើងត្រូវបំពេញកន្លែងនេះចាកន្លែងនេះគឺជាចា clear យើងត្រូវបំពេញណាទាំងអស់គ្នាចាគ្រូសុំពួកយើងមើលបងឲ្យយើងឆ្ងល់ចាចុះកន្លែងនេះចុច you ever មានពាក្យក្នុងកញ្ចក់ C over ចាតើអ្នកធ្លាប់ចាអញ្ចឹងយើងគាត់យើងឃើញ ever យើងដឹងថាប្រយោគហ្នឹងគឺយើងត្រូវបំពេញទម្រង់អីមែនអត់ចាគឺ present perfect យ៉ាងទី2មានថា present perfect អញ្ចឹងអ្នកគ្រូសុំបើកចំណាយគុណអ្នកគ្នាមើលចាគឺយើងបំពេញ have ចាចុះពេលដែលពាក្យនៅក្នុងកញ្ចក់ C តើយើងគួរបំពេញពាក្យអីចា verb អីគេចាគឺ verb 3អញ្ចឹង C ទៅជាពាក្យចាគ្រូសុំដាក់ទៅខាងទៅខៀវណា C ទៅជា seen នៅក្នុង verb 3ណាចា Have you ever seen a whale តើអ្នកធ្លាប់ឃើញត្រីបលែនអត់អញ្ចឹងនៅពេលដែលយើងឆ្លើយ no មានថាបដិសេធ no I គេទាំងអស់គ្នា yes no I haven't but ចា but what ទម្រង់ដដែលណាគឺទម្រង់ present perfect ដដែលគឺ I haven't always សំទោសកន្លែងនេះយើងបំពេញពីលើក្តារតែម្ដង I've always one ទៅជា verb 3ណានៅក្នុង present perfect គឺ wanted ចា one មាន dd ចា one មានសំទោសអ្នកគ្រូសុំផ្សេងវិញ one
មាន ed ចា verb 3 no I haven't but I always want to ចាជួយទៅដល់ឧទាហរណ៍ទី2ចាដូចជាចុច you do anything last fun last weekend ចាយើងមើលគាត់ឃើញពាក្យ last weekend នៅខាងចុងតើយើងគិតថាប្រយោគនេះយើងប្រើ simple past simple past ឬក៏ present perfect ចាគឺយើងប្រើ simple past ដែលសារមាន time expression នៅខាងចុងអញ្ចឹងកន្លែងនេះយើងគួរដាក់ប្រយោគសំណួរយើងគួរផ្ដើមដោយពាក្យអីគេគុណចាគឺ did ចា did you ពាក្យនោះបញ្ចប់វាឲ្យដួយអញ្ចឹងតើយើងដាក់ verb អីគេចាដោយសារវាជាទម្រង់សំណួរអញ្ចឹង verb នៅក្នុងបញ្ចប់នេះអត់ប្រែប្រួលវាប្រាក់ do ដដែលអញ្ចឹង did you do anything fun last weekend ចាចឹងនៅពេលដែលយើងឆ្លើយក៏យើងឆ្លើយជាប់ជាមួយនឹងប្រយោគ simple past ដែរ yes I what yes I did I ចាអញ្ចឹងកន្លែងនេះ go ទៅជាគេទាំងអស់គ្នា go ទៅជា went ចាអញ្ចឹង yes I did I went camping with my sister ចានេះគឺជាលំហាត់នៃការប្រើប្រាស់ present perfect ជាមួយនឹង simple past ចាអញ្ចឹងនេះគួរមានតែប៉ុណ្្នឹងទេសម្រាប់មេរៀនថ្ងៃនេះបើសិនជាកូនមានសំណួរឬមានចំណងបន្ថែមបងប្អូនទាំងអស់គ្នាអាចត្រឡប់មកសួរអ្នកគ្រូហើយនឹងព្យាយាមធ្វើលំហាត់ហើយអនុវត្តការនិយាយឲ្យបានច្រើនអំពី present perfect ជាមួយនឹង simple past ដើម្បីឲ្យយើងមានការសមគណិតហើយយើងយល់ច្បាស់អំពីការប្រើប្រាស់របស់វាចាអរគុណច្រើនទាំងអស់គ្នាសូមព្រះប្រទានពរ